ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងនំដំឡូងជ្វាបំពងល្ងបងប្អូនចាគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងដោយសារតែថ្ងៃនេះថ្ងៃអាទិត្យកូនគាត់ចង់ញ៉ាំថ្ងៃនេះណាបងនឹងញ៉ាំនំនឹងឲ្យម៉ាក់ធ្វើឲ្យទៅសុខភាពល្អហើយវាអត់ប៉ះពាល់ដល់សុខភាពហើយយើងអាចជំនួសនំកញ្ចប់បានឆ្ងាញ់ណាបងហើយនិយាយថាសម្រាប់គ្រឿងផ្សំអត់មានអីច្រើនបងប្អូនខ្ញុំមានជាមួយនឹងដំឡូងជ្វាពណ៌ស្វាយនេះចំនួន2មើមណាបងប្អូនបន្ទាប់មកខ្ញុំមានទឹកដោះគោស្រស់ហើយមានជាមួយនឹងស្ករសល្ងហើយនិងម្សៅដំណើបហ្នឹងឯងបងប្អូនបើសិនជាចង់បានសាច់នំរាងស្វិតគឺអាចប្រើជាមួយនឹងម្សៅឆាលាយបន្តិចមកគឺសាច់នំយើងរាងស្វិតតែម្ដងហើយសម្រាប់ដំឡូងពេលដែលពុះតូចៗគឺឆាប់ផុយបងប្អូនខ្ញុំដាក់ចំហុយទៅមួយផ្លែតគឺឆ្អិនហើយឥឡូវដំឡូងខ្ញុំគឺឆ្អិនរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមយកដំឡូងហ្នឹងមកសកត់ឲ្យម៉ត់ណាបងប្អូនដោយសារតែថ្ងៃហ្នឹងកូនខ្ញុំគាត់កំងចង់ញ៉ាំនំដំឡូងជ្វាបំពងមកអញ្ចឹងគាត់ធ្វើឲ្យកូនញ៉ាំភ្លាមតែម្ដងធ្វើមិនទេបងប្អូនហើយចាជាម្ដាយគេកុំថាឡើយកូនចង់ញ៉ាំអីគឺឲ្យតែថាមានពេលគឺធ្វើជូនកូនជានិច្ចតែម្ដងឥឡូវហ្នឹងសម្រាប់ដំឡូងរបស់ខ្ញុំគឺសកត់ម៉ត់ហើយគឺខ្ញុំចាប់ផ្ដើមដាក់ស្ករសបន្តិចបន្ទាប់ពីដាក់ស្ករសហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្សៅដំណើបពេលដែលដាក់ម្សៅដំណើបហើយណាបងប្អូនចាខ្ញុំលួចជាមួយនឹងអំបិលបន្តិចបងប្អូនចាធ្វើអីក៏ដោយគឺយើងលួចជាមួយនឹងអំបិលបន្តិចទៅដើម្បីឲ្យវាមានជាតិខ្ញុំប្រើជាមួយនឹងទឹកដោះគោស្រស់បើសិនជាបងប្អូនអត់មានដោះគោស្រស់ទេអាចប្រើខ្ទិះដូងក៏បានឬក៏ទឹកធម្មតាក៏បានដែរហើយបើថាចង់សកាត់នឹងស្លាប់ព្រាបងប្អូនណាចាស៊ីពេលស៊ីម៉ោងស៊ីវេលាច្រើនមែនតើអញ្ចឹងខ្ញុំពាក់ស្រោមដៃមកចំបាច់បែបនេះតែម្ដងបងប្អូនចាចំបាច់វាឲ្យម៉ត់សប់ចូលសាច់តែមួយទៅសម្រាប់ខ្ញុំខ្ញុំដាក់ជាមួយនឹងម្សៅឆាណាតែបើសិនជាបងប្អូនថាអូចង់បានសាច់នំបែបរាងស្វិតបន្តិចណាបងប្អូនចាអញ្ចឹងបងប្អូនលួចម្សៅឆាបន្តិចក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំប្រើជាមួយនឹងម្សៅដំណើបសុទ្ធតែម្ដងបងប្អូនចាហើយគ្រឿងផ្សំគឺអត់មានអីច្រើនទេបងប្អូនគឺលឿនងាយមែនតែម្ដងចំណាយអស់លុយតិចហើយកូនយើងអាចញ៉ាំនៅផ្ទះបានអញ្ចឹងណាបងប្អូនឲ្យកាត់បន្ថយការទិញគេហើយកាត់បន្ថយនំកញ្ចប់ទៀតយើងធ្វើដោយខ្លួនឯងអញ្ចឹងបងប្អូនចាព្រោះពេលយើងធ្វើប្រេងឆាយើងធ្វើតែម្ដងឯងយើងអត់ទុកប្រើលើក្រោយទៀតទេយើងចាក់តែបរិមាណបន្តិចល្មមទៅបងប្អូនសម្រាប់តែធម្មជាតិហើយយើងមិនសូវជាសល់ប្រេងណាបងប្អូនចាហើយឥឡូវបន្ទាប់ពីថាចម្បាច់ម្សៅនឹងសប់ចូលសប់សាច់តែមួយជាមួយដំឡូងហើយគឺខ្ញុំចាប់ផ្ដើមយកមកលុញសម្រាប់នំថ្ងៃហ្នឹងខ្ញុំលុញបែបមូខ្ញុំលុញបែបវែងបងប្អូនសំទោសលុញបែបវែងចេះម្ដងណាដើម្បីឲ្យគាត់ញ៉ាំទៅវាប្លែកមាត់ម្ដងចាហើយព្រោះគាត់ធ្លាប់ធ្វើជាមួយនឹងនំដំឡូងដែរខ្ញុំធ្វើនំប្រភេទនំបាល់ណាបងប្អូនមូអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើបែបត្រវែងបែបនេះតែម្ដងហើយមូឲ្យអស់តែម្ដងបងប្អូនចាហើយឥឡូវហ្នឹងគឺនំខ្ញុំមូហើយរួចរាល់ហើយណាបងប្អូនចាគឺលឿនមែនតើនំនេះអត់ធ្វើយូរទេហើយឥឡូវបន្ទាប់ពីមូហើយរួចរាល់ណាបងប្អូនខ្ញុំចាប់ផ្ដើមយកល្ងមកចាក់ហើយសម្រាប់ល្ងនេះគឺខ្ញុំប្រើល្ងឆៅឯងអត់ឆ្អិនទេបងប្អូនចាពេលដែលចាក់ល្ងដាក់ចានហើយរួចរាល់ហ្នឹងណាគឺខ្ញុំចាប់ផ្ដើមយកចានមួយទៀតមកបងប្អូនឆ្ងល់ហើយថាយកចានមួយទៀតមកធ្វើអីបើនំហើយមិនប្រឡាក់ល្ងតែម្ដងទៅចាបើសិនជាយើងប្រឡាក់ល្ងគឺអត់ជាប់ទេបងប្អូនចាបើសិនជាបងប្អូនចង់ឲ្យជាប់បងប្អូនប្រើម្សៅឆាក៏បានប្រើម្សៅដំណើបក៏បានដាក់លាយទឹកបន្តិចមកបន្ទាប់មកយើងតម្លាក់ចូលទៅក្នុងល្ងបែបនេះណាបងប្អូនដើម្បីឲ្យល្ងយើងហ្នឹងជាប់ជាមួយនឹងនំយើងពេលដែលយើងតម្លាក់ចូលបែបនេះហើយចាំយើងលុញល្ងដើម្បីឲ្យជាប់ល្ងណាបងប្អូនហើយពេលដែលបងប្អូនប្រឡាក់ល្ងអញ្ចេះហើយនេះពេលប្រឡាក់ហើយបងប្អូនលុញឬក៏សកត់បន្តិចក៏បានដែរដើម្បីឲ្យល្ងហ្នឹងជាប់ជាមួយនឹងសាច់នំណាបងប្អូនអញ្ចឹងពេលដែលយើងចៀនទៅអត់ជ្រុះល្ងទេហើយបើសិនជាយើងអត់ដាក់ទឹកឬអត់ដាក់ម្សៅអីទេគឺធ្វើឲ្យល្ងហ្នឹងជ្រុះអស់តែម្ដងបងប្អូនឃើញទេចាឥឡូវនំខ្ញុំគឺចៀនបើកភ្លើងបរិមាណល្មមបងប្អូនបើថាបើខ្លាំងវិញដាក់ទៅមួយផ្លេតខ្លោចតែឥឡូវនំខ្ញុំចាប់ផ្ដើមឆ្អិនហើយកូននៅខាងក្រៅខ្នងហ្នឹងក៏ចេះតែស្រែកសួរថាម៉ាក់ឆ្អិននៅចាឥឡូវសម្រាប់នំខ្ញុំគឺឆ្អិនរួចរាល់ហើយបងប្អូនចាហើយពេលដែលឆ្អិនរួចរាល់ហើយបងប្អូនឃើញទេចាគឺសាច់នំជាមួយនឹងល្ងគឺជាប់ច្រើនមែនទែនបើសិនជាយើងអត់ជ្រលក់ទឹកឬក៏ដាក់ម្សៅទេល្ងនឹងអាចនឹងជ្រុះអញ្ចឹងគឺនំខ្ញុំឆ្អិនរួចរាល់ហើយបន្ទាប់ពីឆ្អិនហើយគឺអត់មានអីក្រៅពីភ្លក់ជូនបងប្អូនទស្សនាទេហើយសម្រាប់រសជាតិវិញគឺខ្ញុំធ្វើបែបផ្អែមឡំបងប្អូនចាខ្ញុំអត់ធ្វើផ្អែមខ្លាំងទេឲ្យគាត់ញ៉ាំបែបផ្អែមឡំកុំឲ្យផ្អែមពេកអញ្ចឹងណាបងប្អូនចាហើយឥឡូវអ្នកធ្វើក៏បានភ្លក់រួចរាល់ហើយអញ្ចឹងឥឡូវបងប្អូនតោះមកមើលអ្នករីខមមិនជាមួយនឹងនំរបស់ខ្ញុំតែម្ដងថ្ងៃនេះណាបងនឹងញ៉ាំនំនឹងឲ្យម៉ាក់ធ្វើឲ្យទៅសុខភាពល្អហើយវាអត់ប៉ះពាល់ដល់សុខភាពហើយយើងអាចជំនួសនំកញ្ចប់បានឆ្ងាញ់ណាបងជំរាបលាក៏ដែរ